ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី3ខែមេសាឆ្នាំ2026នេះបានប្រកាសជាសាធារណៈនិងដកអាជ្ញាប័ណ្ណនិងបញ្ចប់តួនាទីបដិញ្ញចេញពីក្របខ័ណ្ឌចំពោះក្រុមហ៊ុនប្រេងឯកជននិងមន្ត្រីរាជការឬកម្លាំងប្រដាប់អាវុធដែលលួចនាំប្រេងចូលពីថៃមកកម្ពុជាការប្រកាសនេះធ្វើឡើងក្រោយពីមានព័ត៌មានមួយចំនួនថាមានករណីលួចនាំប្រេងខុសច្បាប់មកពីប្រទេសថៃចូលមកលក់នៅកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានចេញបទបញ្ជាឲ្យលោកកៅរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលលោកសថេតអគ្គស្នងការនគរបាលជាតិនិងលោកកុនញឹមអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់ប្រសិនបើមានករណីនេះពិតប្រាកដមែនត្រូវស្រាវជ្រាវរកឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ហើយត្រូវចាត់វិធានការតាមច្បាប់ឲ្យបានតឹងរ៉ឹងបំផុតសម្ដេចហ៊ុនម៉ាណែតបានប្រមានធ្ងន់ធ្ងរបើជាមានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនប្រេងណាមួយត្រូវដកអាជ្ញាប័ណ្ណបើជាមានពាក់ព័ន្ធជាមួយនឹងមន្ត្រីរាជការឬកងកម្លាំងប្រដាប់អាវុធកម្ពុជាត្រូវបញ្ចប់តួនាទីនិងបណ្តេញចេញពីក្របខ័ណ្ឌជាកំហិតមិនថាបុគ្គលនោះមានតួនាទីឬឋានន្តរស័ក្តិប៉ុណ្ណានោះទេគួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ2025មកម្លេះសម្ដេចហ៊ុនម៉ាណែតបច្ចុប្បន្នកម្ពុជាក៏មិនមានការចាំបាច់នៅក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរដោយកម្ពុជាមានប្រភពប្រេងមកពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយគួររំលឹកថាសមត្ថកិច្ចថៃបានចេញបញ្ជាឲ្យតាមរកម្ចាស់ទូកដែលលួចនាំប្រេងមកកម្ពុជាខណៈលោកអនុទានថ្កោលទោសអ្នកលួចនាំចេញនៅក្នុងគ្រាមានវិបត្តិអគ្គស្នងការរងនគរបាលជាតិថៃលោកនាយឧត្តមសេនីយ៍ថាត់ឆៃនៅថ្ងៃទី3ខែមេសាឆ្នាំ2026ដដែលនេះបានប្រកាសអំពីការស៊ើបអង្កេតលើវីដេអូ TikTok របស់ជនជាតិកម្ពុជាដែលបង្ហាញពីសកម្មភាពលក់ប្រេងតាមសមុទ្រលោកបានបញ្ជាក់ថាទូកនោះមានឈ្មោះថាឆុកឈុនឡាកនជាទូករបស់ថៃមានកម្មករជនជាតិថៃចំនួន6នាក់ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតែកោះហៅម្ចាស់ទូកមកសាកសួរដើម្បីបញ្ជាក់ពីសកម្មភាពលួចនាំចេញប្រេងមកកាន់ប្រទេសកម្ពុជាព្រមទាំងពង្រីកការស៊ើបអង្កេតលើការលួចដឹកប្រេងចេញតាមតំបន់ព្រំដែនស្រុកម៉ែសតខេត្តតាបើតាមលោកនាយឧត្តមសេនីយ៍រូបនេះបានបន្ថែមថាអាជ្ញាធរថៃក៏បានបង្ក្រាបស្ថានីយ៍ប្រេងចំនួន6កន្លែងដែលបានលួចលាក់ប្រេងទុកនិងបង្វែរទិសដៅដឹកជញ្ជូនលក់ទៅឲ្យវិស័យឧស្សាហកម្មនិងកសិកម្មដោយផ្ទាល់ដើម្បីកេងប្រាក់ចំណេញដល់ទៅ10បាតប្រហែល1200រៀលនៅក្នុង1លីត្រខណៈដែលរោងចក្រចម្រាញ់ប្រេងនៅតែបញ្ចេញប្រេង 100% ជាធម្មតាបន្ថែមពីនេះលោកនាយករដ្ឋមន្ត្រីថៃលោកអនុទានបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរថាសកម្មភាពលាក់ប្រេងនិងលួចនាំប្រេងចេញខុសច្បាប់ចូលមកកម្ពុជានៅក្នុងគ្រាមានវិបត្តិបែបនេះគឺជាអំពើក្បត់ជាតិព្រោះវាជាការបំផ្លាញសេដ្ឋកិច្ចនិងបង្កទុក្ខវេទនាដល់ប្រជាជនខ្លួនឯងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន